ជាបឋមខ្ញុំសូមជម្រាបបងប្អូនយើងទាំងអស់អំពីរាត្រីសប្បុរសធម៌ដើម្បីយកប្រកាសទៅព្យាបាលខ្មែរយើងនៅស្រុកខ្មែរអង្គការ Cambodia Vision យើងខ្ញុំនឹងរៀបធ្វើពិធីសប្បុរសធម៌នោះនៅថ្ងៃទី29 ខែ 9 2017 នៅ Annabella Reception សូមបងប្អូនអញ្ជើញឲ្យបានកុះកយើងដែលខិតខំរកប្រកាសនេះគឺគោលបំណងសំខាន់បំផុតគឺព្យាបាលភ្នែកដែលគាត់បាក់ខ្វាក់ភ្នែកជាយូរឆ្នាំគាត់មានបញ្ហារោគភ្នែកផ្សេងទៀតគាត់មានបញ្ហារោគត្រចៀកក្តីរោគកោថ្លង់ក្តីនិងរោគផ្សេងទៀតក្នុងការព្យាបាលនោះយើងត្រូវថវិកាយ៉ាងច្រើនការព្យាបាលនឹងធ្វើចាប់ផ្ដើមនៅថ្ងៃទី6 ខែ 11 2017 នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់តែម្ដងសូមកុំភ្លេចទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ពេលបងប្អូនដែលក្រីក្រជាពិសេសសូមអញ្ជើញអំពាវនាវថាឲ្យតែបងប្អូនមានញាតិមិត្តជិតខាងឬក៏អ្នកក្រីក្រនៅតាមតំបន់ចុងកាត់មាត់ញោកហ្នឹងបើគាត់គ្មានលទ្ធភាពព្យាបាលទេសូមអញ្ជើញមកខេត្តពោធិ៍សាត់ក្នុងឆ្នាំនេះមកស្រុកខ្មែរបងប្អូនបងពីខាងណាក៏បានដែរហើយការព្យាបាលនឹងដល់អត់គិតថ្លៃតែម្ដងទី2គឺថាបើខ្វះកន្លែងសំណាក់អង្គការ Cambodian Vision យើងខ្ញុំគឺថារកផ្ទះសំណាក់ជូននិងជូនម្ហូបអាហារ2ពេលរៀងរាល់ថ្ងៃទៀតដែលអត់គិតថ្លៃសំខាន់បំផុតបើខ្វះថវិកាទៀតបងប្អូននឹងបានទទួលប្រកាសចំនួន 20,000 រៀលវិលទៅស្រុកភូមិវិញបាទការព្យាបាលនោះយើងត្រូវការសម្ភារៈយ៉ាងច្រើនតាំងពីថ្នាំសង្កូវតាំងពីប្រដាប់ប្រដាភ្នែកថ្នាំភ្នែកកែវភ្នែករបស់អស់នឹងថ្លៃណាស់សំខាន់បំផុតគឺថាអង្គការយើងខ្ញុំនឹងជូនវ៉ែនតាខ្មៅនេះចំនួនរាប់ពាន់គូដើម្បីការពារកុំឲ្យកើតរោគបាយភ្នែកនិងរោគកន្ទុយខ្លែងទៀតមិនត្រឹមតែប៉ុណ្ណេះទេរាប់ពាន់គូទៀតសម្រាប់វ៉ែនតាចាស់ដែលគាត់មើលអក្សរមើលអីមិនឃើញយើងត្រូវជូនវ៉ែនតាចាស់ទៀតជាបញ្ចប់ខ្ញុំសូមអរគុណបង្កប់ដែលខិតខំអស់ពីកម្លាំងចិត្តហើយជាពិសេស SK Health និង SK Media តែម្ដងដែលបានខិតខំជួយផ្សព្វផ្សាយឲ្យបងប្អូនដឹងបាទសូមអរគុណហើយជាពិសេសគណៈកម្មការទាំងអស់ដែលបានខិតខំមកជួយអង្គការយើង 100% ដែលអត់បានប្រកាសអីទេគឺថាម្នាក់គឺថាខិតខំដោយកម្លាំងកាយកម្លាំងចិត្តប្រកាសអីចំណាយចំណូលភាគច្រើនកប៉ៅខ្លួនឯងដោយវិជ្ជបណ្ឌិតដែលទៅស្រុកខ្មែរតែម្ដងប្រកាសគឺលុយគាត់ទាំងអស់គឺយើងបាន$1គឺយើងបានទៅ$1ដល់ខ្មែរយើងតែម្ដងសូមអរគុណSK Media